ភាពច្នៃប្រឌិតគឺជាភាពអស្ចារ្យមួយហើយក៏ជាជំនាញសំខាន់មួយសម្រាប់គ្រូបង្រៀនគឺដោយសារមេរៀនដែលមានសកម្មភាពនិងសម្ភារៈដែលមានភាពច្នៃប្រឌិតពិតជាទាក់ទាញការចូលរួមរបស់សិស្សសម្ភារៈឧបទេសជួយសិស្សឲ្យចងចាំបានល្អនិងការរៀនសូត្រសកម្មអាចជួយឲ្យសិស្សមានជំនាញគិតនិងជំនាញសហការកាន់តែប្រសើរឡើងដូច្នេះនៅក្នុងវីដេអូនេះសូមបង្ហាញពីឧទាហរណ៍ខ្លះៗនៃការផលិតសម្ភារៈឧបទេសទាំងនោះនៅក្នុងវីដេអូនេះនឹងបង្ហាញពីឧទាហរណ៍នៃការបង្កើតសម្ភារៈឧបទេសទៅលើគោលការណ៍ណែនាំរបបអាហារដើម្បីឲ្យសិស្សយល់កាន់តែច្បាស់ពីគោលការណ៍ណែនាំរបបអាហារនេះអ្នកអាចបង្កើតសកម្មភាពមួយដោយប្រើពីរ៉ាមីតទទេនិងប័ណ្ណអាហារតោះសូមទៅមើលទាំងអស់គ្នាសម្ភារៈដែលត្រូវការរួមមានក្រដាសផ្ទាំងធំមួយក្រដាសតូចៗហ្វឺត color ផាត់ពណ៌បន្ទាត់ផ្លាស្ទិកទន់និងកាវអ្នកអាចបិទស្កុតឬអ៊ុតផ្លាស្ទិកពីលើក្រដាសដែលផាត់ពណ៌រួចសម្រាប់ប័ណ្ណអាហារអ្នកក៏អាចអ៊ុតផងដែរដើម្បីទុកប្រើប្រាស់បានយូរជាដំបូងសូមមើលការបង្កើតផ្ទាំងពីរ៉ាមីតអាហារទទេអ្នកអាចដាននៅលើក្រដាសទំហំ A0 ឬទំហំណាមួយដែលអ្នកចូលចិត្តឬអាចគូសជាទម្រង់ពីរ៉ាមីតជា6ថ្នាក់ក៏បានរួចហើយធ្វើការផាត់ពណ៌តាមពណ៌នីមួយៗនៃពីរ៉ាមីត1គូសទម្រង់ពីរ៉ាមីតជា6ថ្នាក់ជាមុនសិនអ្នកមិនចាំបាច់គូសដោយកំពូលប្រាសាទអង្គរវត្តក៏បានដែរ2ផាត់ពណ៌ឲ្យដូចពណ៌តាមប្រភេទអាហារនីមួយៗនៅក្នុងពីរ៉ាមីតអាហារបន្ទាប់មកបើអ្នកមានថង់អ៊ុតគម្របសៀវភៅអ្នកអាចយកមកធ្វើជាហោប៉ៅតាមថ្នាក់នៃប្រភេទអាហារសម្រាប់ដាក់ប័ណ្ណរូបភាពអាហារ3អ្នកអាចឲ្យសិស្សជួយគូសមុខអាហារផ្សេងៗដើម្បីឲ្យពួកគេមានភាពសប្បាយរីករាយហើយផ្សារភ្ជាប់ទៅនឹងប្រធានបទដែលកំពុងតែរៀននេះគ្រាន់តែជាគំនិតខ្លះៗប៉ុណ្ណោះតែដើម្បីភាពងាយស្រួលនៅក្នុងការបង្កើតអ្នកអាចច្នៃប្រឌិតបន្ថែមតាមលទ្ធភាពដែលមានតើបងប្អូននៅចាំបានទេពីគោលការណ៍ណែនាំរបបអាហារហើយតើអាហារមានប៉ុន្មានប្រភេទបន្ទាប់ពីការរំលឹកមេរៀនខ្លះៗពាក់ព័ន្ធទៅនឹងប្រភេទអាហារសូមចែកប័ណ្ណអាហារទៅឲ្យសិស្សហើយឲ្យពួកគេយកទៅដាក់នៅក្នុងពីរ៉ាមីតទទេទៅតាមប្រភេទអាហារនីមួយៗគ្រូអាចចាប់ផ្ដើមដោយសួរសិស្សពីការបរិភោគអាហារនៅពេលព្រឹកថ្ងៃត្រង់និងពេលល្ងាចហើយសួរបញ្ជាក់ពីមុខអាហារណាខ្លះដែលមានផ្សំនៅក្នុងអាហារទាំងនោះលំហាត់នេះជួយឲ្យសិស្សដឹងពីប្រភេទអាហារណាខ្លះដែលមិនបានបរិភោគប្រសិនបើសិស្សមិនបានបរិភោគអាហារណាខ្លះនៅក្នុងអាហារពេលព្រឹកសូមលើកទឹកចិត្តពួកគេឲ្យបរិភោគបំពេញនៅក្នុងអាហារថ្ងៃត្រង់និងពេលល្ងាចវិញនេះមានន័យថាអាហារមួយពេលមិនចាំបាច់បរិភោគគ្រប់ប្រភេទអាហារនោះទេតែអាចបង្គ្រប់នៅក្នុងអាហារទាំង3ពេលសម្រាប់មួយថ្ងៃបើសិស្សប្រាប់ថាបានបរិភោគអាហារសម្រន់ដូចជាផឹកភេសជ្ជៈផ្អែមជាដើមសូមដាក់វាក្រៅពីរ៉ាមីតឬនៅខាងលើបង្អស់